ទឹកដីដឹកដាំដោយវប្បធម៌ខ្មែរទីឋានដែលមានសិប្បករសិប្បការិនីនិងសិល្បករសិល្បការិនីជាច្រើនរូបបានផ្សារភ្ជាប់ជាមួយវិចិត្រសិល្បៈតាំងពីយុគវ័យមកពេលវេលាបានយកទៅវ័យក្មេងរបស់ពួកគាត់ប៉ុន្តែផ្ទុយមកវិញបានផ្ដល់នូវបទពិសោធន៍និងបំពេញសេចក្តីស្រឡាញ់ចំពោះសិល្បៈជាតិឲ្យពួកគាត់វិញសេចក្តីស្នេហាសិល្បៈនិងបទពិសោធន៍សម្ដែងបានក្លាយជាកម្លាំងចលករសម្រាប់ឲ្យពួកគាត់លាក់បង់ឲ្យវប្បធម៌ជាតិដូចជាកាលពីនៅក្មេងវ័យអីចឹងដែរហើយពេលសម្រាប់ខ្លួនចូលទៅវិចិត្រសិល្បៈពួកគាត់បានសម្ដែងយ៉ាងរស់រវើកនិងពោរពេញដោយមនោសញ្ចេតនាជាមួយនឹងអារម្មណ៍នៅក្មេងវ័យជានិច្ចនៅខេត្តវិញឡុងបច្ចុប្បន្ននេះមានសិល្បករវ័យចំណាស់ពីររូបដែលរស់នៅយ៉ាងស្ងៀមស្ងាត់អស់ពីចិត្តចំពោះសិល្បៈនិងតែងតែចែករំលែកនៅបទពិសោធន៍ដ៏មានតម្លៃរបស់ខ្លួនអំពីរបាំយក្សស្វាពិសេសគឺលោកទាំងពីរមានឈ្មោះសាងដូចគ្នាហើយមានវ័យអាយុជាង70ឆ្នាំហើយទោះជាយ៉ាងណាក៏ដោយពួកគាត់នៅតែមានកម្លាំងស្វិតស្វាញរឹងមាំនៅក្នុងកាយវិការនីមួយៗនៃតួអង្គយក្សក្នុងរឿងរាមកេរ្តិ៍ស្រុកកំណើតរបស់លោកទាំងពីរនៅជិតគ្នាហើយតែងតែទទួលការអញ្ជើញទៅសម្ដែងកំដរសហគមន៍ដូចគ្នាដែរប៉ុន្តែរៀមច្បងទាំងពីររូបនេះមិនដែលប្រកួតប្រជែងគ្នាក្នុងរូបភាពណាមួយឡើយរចនាបថពីរប៉ុន្តែមានចំណង់ចំណូលចិត្តតែមួយហើយលោកទាំងពីរនៅតែរក្សាបាននៅដួងព្រលឹងសិល្បៈជានិច្ចនៅតែដូចកាលយុវវ័យរាល់ពេលសម្ដែងតួអង្គម្ដងរៀងរាល់ព្រឹកព្រលឹមនៅក្នុងចំការតូចក្រោយផ្ទះសិប្បករតឹងសាងកាត់ធាងចេកស្ងួតប្រមូលមែកឈើដើម្បីបង្កាត់ភ្លើងដាំបាយដាំទឹកឆុំតាឥឡូវនេះលោកលែងបានទៅសម្ដែងឆ្ងាយដូចមុនទៀតហើយស្រែចម្ការប្រគល់ឲ្យកូនចៅទាំងអស់នៅតែពីរនាក់ប្តីប្រពន្ធម្នាក់មើលការងារផ្ទះម្នាក់មើលថែចម្ការក្រោយផ្ទះថ្ងៃណាដែលប្រពន្ធលោកជូនចៅទៅរៀនគឺលោកនៅចម្ការដែលលោកជូនចៅទៅរៀនគឺប្រពន្ធលោកនៅផ្ទះដាំស្លជីវភាពរបស់លោកចេះតែកន្លងផុតទៅព្រឹកជំរះស្មៅល្ងាចជួយប្រពន្ធធ្វើការងារផ្ទះបន្តិចបន្តួចឥឡូវនេះឆាកសិល្បៈចំពោះរូបលោកបានក្លាយជាអនុស្សាវរីយ៍ប៉ុន្តែនៅក្នុងអារម្មណ៍របស់លោកសិល្បៈនៅតែថិតថេរនៅតែផ្សារភ្ជាប់យ៉ាងស្ងៀមស្ងាត់ជាមួយលោកតាមរយៈរូបភាពនៃការបង្ហាត់បង្រៀនបន្តទៀតរាល់ថ្ងៃនោះអារម្មណ៍មនុស្សសំខាន់នោះស្រឡាញ់សិល្បៈពេកខុសប៉ុន្តែសុខភាពពុំមិនអោយឥឡូវបើយើងចង់ទៅបន្តទៀតមិនដឹងទៅបើទៅបានប្រតិមណាស្មើណាហើយសពថ្ងៃហ្នឹងថាធ្វើចិត្តដែរធ្វើហ្នឹងមកប៉ុន្តែចិត្តអារម្មណ៍នៅក្នុងសិល្បៈនោះមកពីការសិល្បៈកឡូហ្នឹងយើងនិយាយរួមមកវាច្រើនបែបណាមិនមែនថាតិចទេផ្ទះបាយតូចនៅខាងក្រោយចំការចង្ក្រានភ្លើងនៅតែឆេះលាយឡំនឹងក្លិនបាយក្រអូបនាំមកនៅភាពកក់ក្ដៅនិងសុខសាន្តនៅជ្រុងផ្ទះបាយនោះភរិយារបស់សិប្បករត្រឹងសាងនៅតែស្ងៀមស្ងាត់ជាមួយការងារប្រចាំថ្ងៃស្ងៀមស្ងាត់ប៉ុន្តែរឹងមាំជិតកន្លះសតវត្សបានកន្លងផុតទៅចង្ក្រាននេះនៅតែឆេះសន្ធោសន្ធៅដូចជារបៀបដែលគាត់នៅតែរួមដំណើរជាមួយលោកក្នុងភាពស្ងៀមស្ងាត់ដោយការយល់ចិត្តនិងក្តីស្រឡាញ់កាត់ដើរយើងនៅខ្ញុំនៅតែធ្វើការធ្វើទៅកាត់ដើរទៅនឹកលេងកំសត់តែណាត់ខ្លួនកាយទៅមានថាសកលមកក្រសកលអើយសកលតែណាកំសត់អស់ហួលនោះហើយដល់យើងនឹកឃើញថាតែកាត់ស្លេងស្រីបាក់តែទៅគាត់ទូហើយកាត់ចំណាហើយនោះមកកាត់ត្រំសិតនោះសិតលើបកាលនោះក៏មេញហ្នឹងមកឃើញកាត់ចំណាហើយយកគាត់ធំហើយនោះដល់រំឃើញកាត់នោះ
thành nó đi cái mê nhá nhưng bạc lọp mới thằng chuối ở đấy mà mới chặt trăm năm mà rộng khinh vì cái in nó của mê khinh chuối ở đó mà cả cho thông hơi nó là khinh chúng cái nhà nặt đá បានសរសើរនិងមេដៃមាសដែលក្រសួងវប្បធម៌ព័ត៌មានប្រគល់ជូនកាលពីមុននៅតែត្រូវបានលោកតឹងសាងរក្សាទុកយ៉ាងម៉ត់ចត់ចំពោះរូបលោកនោះមិនត្រឹមតែជារង្វាន់ប៉ុណ្ណោះទេនៅថែមទាំងជាភ័ក្ត្រតាំងដែលមួយជីវិតនេះបានផ្សារភ្ជាប់ជាមួយសិល្បៈយរមទៀតផងជាងពាក់កណ្ដាលសតវត្សបានកន្លងផុតទៅជំហានជើងនៅលើឆាករបស់លោកនៅតែរហ័សរហួនដោយកាលអាយុ16ឆ្នាំដែលទើបតែចូលវិស័យនេះលោកបានរៀបរាប់ថាឆ្នាំ1971 1972គឺជាសម័យកាលសម្ដែងបន្តបន្ទាប់លុះក្រោយថ្ងៃប្រទេសជាតិឯកភាពលោកបានបន្តលាក់បង់នៅក្នុងក្រុមឃោសនារបស់ខេត្តតាវិញនិងក្រុមសិល្បៈរស្មីប្រទីបខាងក្រោយពន្លឺភ្លើងលើឆាកគឺជាសមរភូមិក្រោយដករឹងមាំនោះគឺភរិយាដែលតែងតែរៀបចំយ៉ាងស្ងៀមស្ងាត់នៅសម្លៀកបំពាក់នីមួយៗនិងអាហាររាល់ពេលបើនិយាយពីគ្រួសារប៉ុនខ្ញុំនោះគឺថាគ្រួសារគេគ្រប់ត្រ100%ខ្ញុំទៅសម្ដែងយប់ក្តីថ្ងៃក្តីព្រលប់ក្តីកណ្ដាលយប់ក៏ដោយគេតែងតែញញឹមឲ្យតែងគេអប់រំយើងគេថាទី1សូមឲ្យបងហូបចុកឲ្យបានត្រឹមត្រូវទី2សូមសម្រាប់ឲ្យបានត្រឹមត្រូវកុំអុយហៅថាសុខភាពប្រថុយណោះហើយកងការងារនោះគេមិនទុញត្រង់ថាការងារនៅប្រតាននឹងច្រើនតិចគេមិននិយាយដែររក្សាដួងប្រដេញឲ្យសិល្បៈជាតិទៀតផងនៅខាងមុខផ្ទះរបស់សិស្សសិប្បករតឹងសាងបានតាមដានរាល់កាយវិការដែលសិស្សតូចៗកំពុងតែហាត់សម្ដែងបន្ទាប់ពីសិស្សបង្ហាត់បានមួយលើកហើយលោកកែសម្រួលកាយវិការនីមួយៗឲ្យសិស្សពីរបៀបលើកកាន់ដំបងពេលរាំរហូតដល់ក្រសែភ្នែកនិងគោលដៅចង្អុលដៃពេលសិស្សរាំខុសចង្វាក់លោកបង្អាក់មកវិញដើម្បីក្រើនរំលឹករួចហើយឲ្យហាត់បន្តទៀតសំឡេងស្គរចង្វាក់ដកដង្ហើមនិងចង្វាក់ជើងរបស់គ្រូនិងសិស្សបានស៊ីសង្វាក់គ្នាថាអូនមិនតាថ្លែងសុខតខ្មែរបាទហើយកេញកាត់ចេញបានទៅលេងទៅសម្ដែងវិញចេញចង់អូនចង់ទៅថ្លែងដូចបាននេះកាត់ធ្វើបាននេះកាត់ចង់ដែរឃើញថាថ្ងៃហ្នឹងគេបានមករំនឹងខ្ញុំក៏មានចិត្តត្រេកអរថាមានចិត្តថាបំណងថាឥឡូវយើងបានអ្វីនឹងហើយយើងបាននឹងមានរៀបចំនឹងស្នងយើងបានហើយជាងទេចង់สนំបងប្អូនមួយចៅទាំងអស់សូមជួយពង្រឹងនិងពង្រីកវប្បធម៌ប៉ុនខ្មែរយើងឲ្យបានជឿនលឿនទៅមុខទៀតសិប្បករតឹងសាងនៅតែជក់ចិត្តនៅក្នុងចង្វាក់ស្គរនីមួយៗនិងកាយវិការនីមួយៗនៃតួអង្គយក្សនៅពីក្រោយមុខយក្សគឺជាសិល្បករម្នាក់ដែលឈានចូលវ័យជាង70ឆ្នាំហើយប៉ុន្តែកាយវិការមួយនៅតែបឹងម៉ាត់ខ្លាំងក្លាដោយកាយពីមុនចំពោះរូបលោកភាពសប្បាយរីករាយនោះពិតជារង្វាន់ដ៏ធំបំផុតសម្រាប់មួយឆាកជីវិតដែលបានផ្សារភ្ជាប់ជាមួយរបាំយក្សស្វាចំណង់ចំណូលចិត្តមិនដែលរលត់ឡើយគ្រាន់តែឆេះយ៉ាងស្ងៀមស្ងាត់នៅក្នុងសម្លេងស្គរនិងនៅក្នុងចង្វាក់របាំដែលធ្លាប់ស្គាល់ចម្ងាយពីផ្ទះសិប្បករតឹងសាងជាង10គីឡូម៉ែត្រគឺនៅភូមិចុងលឹកឃុំchâu thànhសិប្បករឆ្នើមថៃសាងក៏ចាប់ផ្ដើមថ្ងៃថ្មីដោយការងារធ្វើមុខយក្សនៅក្នុងផ្ទះតូចសិប្បករឆ្នើមថៃសាងបានផ្ចិតផ្ចង់កាត់បិទក្រដាសទាំងផ្ទាំងកែច្នៃក្បួរក្បាច់នីមួយៗនៅលើមុខយក្សដែលកំពុងតែជិតរួចក្រល់ជាស្ថាពរកើតនៅក្នុងគ្រួសារដែលមានប្រពៃណីសិល្បៈសិប្បករឆ្នើមថៃសាងបានផ្សារភ្ជាប់តាំងពីតូចជាមួយសម្លេងស្គរកាយវិការរាំនិងមុខយក្សចម្រុះពណ៌នៃសិល្បៈរបាំមិនបានឆ្លងកាត់សាលាឡើយលោកបានរៀនដោយខ្លួនឯងស្វែងយល់ដោយខ្លួនឯងដើម្បីរក្សាមុខរបរដូនតាកុំអោយបាត់បង់ស្រុកកំណើតខ្ញុំមកជាសិល្បៈរបាំយក្សក្រម2ជាដូនជីតាគឺមានទីទួតលួតលារហូតដល់សប្តាហ៍ថ្ងៃហ្នឹងគឺបន្តវាប្រកាសមកហើយចិត្តខ្ញុំយល់ឃើញថា
ពីចាក់ទុំតោបើក៏មានលក្ខណៈมันបន្តទៀតឃើញថាវាមួយថ្ងៃកាន់នេះរឹលទៅហើយបើយើងមិនរក្សាទុកក្មេងៗចៅចងហើយអត់យល់អត់ស្គាល់សួរទៅស្រុកមានរបាំមានប្រកបមានក្បាលយ៉ាក់ក្រនហ្នឹងហើយមិនឲ្យល្អបាត់សាពលៀបតោសួរទៅមានលក្ខណៈហ្នឹងអាចគ្រប់គ្រងបានទេ លោកបានជួបមុខយៈនិងបំណិនរំទៅគ្រប់ទីកន្លែងដោយនាំជួបសិល្បៈរបាំនិងយៈរំទៅផ្សព្វផ្សាយនៅលក្ខណៈល្អត្រកាលនៃវប្បធម៌ខ្មែរទៅដល់មនុស្សគ្រប់គ្នាចំពោះរូបលោករត់ពេលសម្ដែងតួអង្គម្ដងគឺជាការទទួលបានបទពិសោធន៍ជីវិតដ៏សម្បូរបែបបន្ថែមទៀតដែលជាឆាកជីវិតរបស់សិល្បករម្នាក់ដែលបានលះបង់ដើម្បីមរតកភូមិស្រុក ការងារដែលមើលទៅហាក់ដូចជាសាមញ្ញតែទាមទារនៅភាពផ្ចិតផ្ចង់ភាពអត់ធ្មត់របស់ដៃទាំងគូនិងទាំងទំនុកចិត្តក្នុងការថែរក្សាមុខរបរប្រពៃណីទៀតផងលោកបានផ្អាកការងារនៅពេលប្រសង់និមន្តបិណ្ឌបាតលោកតែងតែថែរក្សានៅប្រពៃណីជាតិដោយសេចក្តីជ្រះថ្លាបំផុតពេលវេលាដ៏សាមញ្ញនិងធម្មតានោះបានបង្ហាញឲ្យឃើញថា ជីវភាពរស់នៅរបស់សិល្បករម្នាក់មិនអាចកាត់ផ្ដាច់ចេញពីជំនឿសាសនាដែលបានគោរពប្រតិបត្តិអស់ច្រើនជំនាន់មកហើយឡើយ ពីប្រណាក់ធ្វើហ្នឹងមិនមែនតិចសម័យហ្នឹងវាច្រើនប៉ុន្តែខ្ញុំធ្វើរូបភាពហ្នឹងធ្វើយើងមកឯកសារខ្លះហើយយើងឆ្នៃចេញឯកសារខ្លះយើងធ្វើឲ្យមានបច្ចេកទេសថែមបន្តិចទៀតជាតែឯកសារហ្នឹងវាផ្សេងវាយើងអាចសម្គាល់រូបភាពបានសម្រាប់ដាក់សម្ដែងនៅសិល្បៈបុរាណ ចំពោះការងារស្រែចម្ការសិប្បករឆ្នើមថៃសាំងនៅតែខិតខំថែទាំស្រូវដោយកសិករដទៃទៀតនៅតំបន់ជនបទចូលថៃដែរមុខរបរធ្វើស្រែទើបជាការងារចិញ្ចឹមជីវិតសំខាន់របស់លោករីឯមុខយៈមុខស្វាលោកគ្រាន់តែឆ្លៀតធ្វើនៅពេលទំនេរប៉ុណ្ណោះគ្មានរោងជាងធំដុំមិនចាត់ទុកការងារនេះជាមុខរបរចិញ្ចឹមជីវិតប៉ុន្តែលោកនៅតែតស៊ូរក្សាមុខរបរនេះ ដូចជាការរក្សានៅចំណងចំណូលចិត្តដ៏យូរអង្វែងមួយពីព្រោះថាប្រសិនបើបោះបង់ចោលលោកខ្លាចបច្ចេកទេសផលិតតាមបែបប្រពៃណីនឹងត្រូវបាត់បង់បន្តិចម្ដងទៅតាមពេលវេលាសម្លេងស្គរបានបន្លឺឡើងសិប្បករឆ្នើមថៃសាំងស្រាប់តែបំផ្លែងខ្លួនទៅជាតួអង្គ ដែលគាត់ស្រឡាញ់ពេញចិត្តសិស្សមើលតាមដោយក្រសែភ្នែកពោពេញដោយការចាប់អារម្មណ៍ចំពោះរូបគាត់សុភមង្គលដ៏ធំបំផុតមិនត្រឹមតែស្ថិតនៅលើរក្សាបានមុខរបរប៉ុណ្ណោះទេនៅតែស្ថិតលើការបន្តនៅអណ្ដាតភ្លើងនោះទៅដល់យុវជនដែលជាអ្នកបន្តវេនរឿងរ៉ាវរបាំយក្សស្វានៅថ្ងៃអនាគតទៀតផង យើងជាម្នាក់ដឹកនាំណែនាំក្មេងនោះយើងត្រូវអាចដឹងអត្ថន័យខ្លឹមសារក្បាច់នោះមានន័យថាម៉េចដើម្បីក្មេងក៏យល់បានវិជាអារម្មណ៍បានឆាប់បានរៀនទៅឆាប់ហើយចង់បង្ហាត់ចង់ដាស់ទាញចៅមួយឲ្យធ្វើបានបើថារឹកល្អកាលណារឹកយើងនឹងស្បាយចិត្ត ការវឹកហាត់បានបញ្ចប់គ្រូនិងសិស្សរបស់សិប្បករឆ្នើមថៃសាំងបានដើរតាមភ្លឺស្រែជាមួយគ្នាពួកគាត់ដើរបណ្ដើរនិយាយគ្នាបណ្ដើរដំណើរដ៏សាមញ្ញនៅកណ្ដាលវាលស្រែបាននាំមកនូវរូបភាពរបស់អ្នកថែរក្សាសិល្បៈប្រពៃណីប៉ុន្តែនៅតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃដដែលផ្លូវដើរតូចនោះបាននាំផ្លូវពីទីលានវឹកហាត់ដ៏សាមញ្ញទៅកាន់កន្លែងដែលពួកគាត់ត្រៀមសម្ដែងក៏ជាផ្លូវនៃការបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ដែរ ហើយក៏នៅក្នុងដំណើរថែរក្សាអត្តសញ្ញាណជាតិនោះដែរនៅកន្លែងមួយផ្សេងទៀតនៃតំបន់វាលរៀបប្តីប្រពន្ធសិល្បករឆ្នើមថៃធីឋាននិងគីមសឿនៅតែមានទឹកចិត្តស្រឡាញ់សិល្បៈដូចដើមក្នុងភាគទី 6 នៃកម្រងព្រឹត្តិការណ៍ចានិងបន្តរឿងរ៉ាវរបស់សិល្បករសិល្បការិនីដែលបានផ្សារភ្ជាប់ពេញមួយជីវិតជាមួយឆាកសម្ដែងដោយក្តីស្រឡាញ់អាជីពមួយដ៏សាមញ្ញប៉ុន្តែរឹងមាំដូចជាទឹកដីនិងមនុស្សនៅទីនេះ